ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះកឹមវិសាគឺជាគ្រូបង្រៀនគណិតវិទ្យានៅវិទ្យាស្ថាន Rodwell សូមស្វាគមន៍មកកាន់កម្មវិធីកំណែគំរូវិញ្ញាសាសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិបាទមុននឹងឈានដល់ខ្ញុំបាទធ្វើការកែនៅវិញ្ញាសាសូមបងប្អូនទាំងអស់គ្នាចុច link នៅខាងក្រោមនេះដើម្បីទាញយកនៅវិញ្ញាសាដែលខ្ញុំនឹងកែនៅបន្តិចទៀតនេះបាទថ្ងៃនេះដែរខ្ញុំនឹងចាប់ផ្ដើមនៅវិញ្ញាសាទី1ដែលក្នុងវិញ្ញាសាទី1នេះលំហាត់រ៉ូម៉ាំងទី1គឺគេឲ្យគូសញ្ញាការ៉េខាងមុខចម្លើយដែលត្រឹមត្រូវលំហាត់ទី1ចូលកំណត់តម្លៃ m ដើម្បីឲ្យបន្ទាត់សមីការដែលមានរាង y ស្មើ 2x ដក 5 កតាឲ្យ x បូក 7 ស្របនឹងបន្ទាត់ដែលមានសមីការ y ស្មើនឹង 3x បូក 2 មុននឹងខ្ញុំធ្វើការកែលំហាត់មួយនេះគឺខ្ញុំសូមរំលឹកនៅទ្រឹស្ដីបទនៃបន្ទាត់ស្របទាំងពីរសិនបាទឧទាហរណ៍ថាខ្ញុំមានបន្ទាត់ d អងដែលមានសមីការ y ស្មើ ax បូក b និងខ្ញុំមានបន្ទាត់មួយទៀតដែលមានសមីការ y ស្មើ cx បូក d បាទដើម្បីឲ្យបន្ទាត់ទាំងពីរគឺបន្ទាត់ d អងស្របជាមួយនឹងបន្ទាត់ d គឺលុះត្រាតែមេគុណប្រាប់ទិសនៃបន្ទាត់ទាំងពីរនេះគឺស្មើគ្នាចំពោះមេគុណប្រាប់ទិសរបស់បន្ទាត់ទី1គឺ a បាទមេគុណប្រាប់ទិសរបស់បន្ទាត់ទី2គឺ c បាទឥឡូវយើងងាកមកលំហាត់របស់យើងវិញនៅក្នុងលំហាត់នេះដែរគេឲ្យសមីការបន្ទាត់ y ស្មើ 2m ដក 5 កតាឲ្យ x បូកឲ្យ 7 និងសមីការបន្ទាត់មួយទៀតគឺ y ស្មើ 3x បូក 2 បាទដើម្បីឲ្យសមីការបន្ទាត់ទាំងពីរនេះស្របគ្នាលុះត្រាតែមេគុណប្រាប់ទិសរបស់បន្ទាត់ទាំងពីរនេះគឺស្មើគ្នាអញ្ចឹងលុះត្រាតែ 2m ដក 5 ស្មើនឹង 3 បាទយើងអាចសេបានថា 2m ស្មើនឹង 3 បូកឲ្យ 5 2m ស្មើនឹង 8 នាំឲ្យ m ស្មើនឹង 8 ចែកឲ្យ 2 ស្មើ 4 បាទដូចនេះចម្លើយដែលត្រឹមត្រូវនៅក្នុងលំហាត់ទី1នេះគឺចម្លើយគោ m ស្មើនឹង 4 សំណួរទី2ត្រីកោណ ABC ដែលមានជ្រុង AB ស្មើនឹង 3 សង់ទីម៉ែត្រ AC ស្មើនឹង 4 សង់ទីម៉ែត្រនិង BC ស្មើ 5 សង់ទីម៉ែត្រជាគេឲ្យចម្លើយមកឲ្យយើងគឺកត្រីកោណកែងត្រង់ A ខត្រីកោណកែងត្រង់ C គត្រីកោណកែងត្រង់ B បាទអញ្ចឹងមុននឹងខ្ញុំធ្វើការកែនៅលំហាត់នេះខ្ញុំសូមរំលឹកនៅរូបមន្តរបស់ត្រីកោណកែងសិនឧទាហរណ៍យើងមានរូបត្រីកោណកែង ABC បាទដើម្បីឲ្យត្រីកោណ ABC នេះជាត្រីកោណកែងត្រង់ A លុះត្រាតែ BC ការ៉េស្មើនឹង AB ការ៉េបូកជាមួយនឹង AC ការ៉េបាទគឺយើងស្មើនឹង hypotenuse ការ៉េ hypotenuse ការ៉េស្មើនឹងផលបូកការ៉េនៃជ្រុងមុំកែងមួយទៀតត្រីកោណកែងត្រង់ B ដើម្បីបង្ហាញថាត្រីកោណកែងនេះកែងត្រង់ B លុះត្រាតែ AC ការ៉េស្មើនឹង BA ការ៉េបូកជាមួយនឹង BC ការ៉េបាទមួយវិញទៀតដើម្បីបង្ហាញថាត្រីកោណកែង ABC កែងត្រង់ C លុះត្រាតែ AB ការ៉េស្មើជាមួយនឹង CA ការ៉េបូកជាមួយនឹង CB ការ៉េបាទឥឡូវយើងកន្លែងមើលនៅក្នុងលំហាត់របស់យើងវិញគេថាត្រីកោណ ABC មានជ្រុង AB ស្មើនឹង 3 សង់ទីម៉ែត្រ AC ស្មើនឹង 4 សង់ទីម៉ែត្រនិង BC ស្មើនឹង 5 សង់ទីម៉ែត្រតើត្រីកោណនឹងជាត្រីកោណកែងត្រង់ចំណុចណាបាទអញ្ចឹងដើម្បីបង្ហាញថាវាជាត្រីកោណកែងត្រង់ចំណុច A B ឬក៏ C យើងត្រូវដឹងថាមួយណាជា hypotenuse អញ្ចឹងនៅក្នុងលំហាត់នេះប្រវែងដែលជា hypotenuse គឺ BC ពីព្រោះ BC មានប្រវែងវែងជាងគេនៅក្នុងត្រីកោណកែង hypotenuse គឺជាប្រវែងជ្រុងដែលវែងជាងគេបាទឥឡូវនេះដើម្បីបង្ហាញថាវាជាត្រីកោណកែងយើងត្រូវស្មើនឹង BC យើងអាចសេរបាន BC ការ៉េស្មើនឹង AB ការ៉េបូកជាមួយនឹង AC ការ៉េបាទអញ្ចឹង5ការ៉េស្មើនឹង
3 ការ៉េបូកឲ្យ 4 ការ៉េ 25 ស្មើនឹង 9 បូកឲ្យ 16 25 ស្មើនឹង 25 ពិត បាទ រួចយើងក្រឡេកមកមើលរូបមន្តរបស់យើងវិញ នៅពេលដែល BC ការ៉េស្មើ AB ការ៉េបូក AC ការ៉េ តើវាកែងត្រង់ណា បាទនេះគឺរូបភាពរបស់យើង នៅពេលដែល BC ការ៉េស្មើនឹង AB ការ៉េបូក AC ការ៉េ គឺវាកែងត្រង់ A អញ្ចឹងដូច្នេះនៅក្នុងចម្លើយនៃសំណួរទី 2 នេះគឺត្រីកោណ ABC គឺជាត្រីកោណកែងត្រង់ចំណុច A ឧបមាថាក្នុងលំហាត់នេះយើងមិនចាំរូបមន្តទ្រឹស្ដីបទ Pythagore អញ្ចឹងយើងអាចគូររូបភាពនៅក្នុងរបស់រូបភាពដែលខ្ញុំរំលឹកខាងលើនេះគឺនៅពេលដែលត្រីកោណ ABC ជាត្រីកោណកែងប្រវែង hypotenuse គឺជាប្រវែងដែលវែងជាងគេហើយមុំដែលឈមជាមួយនឹងប្រវែង hypotenuse នោះគឺជាមុំកែងបាទអញ្ចឹងនៅក្នុងករណីនេះដែរលំហាត់នៅក្នុងលំហាត់របស់យើងគឺគេឲ្យត្រីកោណ ABC ដែលមានជ្រុង AB ស្មើនឹង 3 សង់ទីម៉ែត្រ AC ស្មើនឹង 4 សង់ទីម៉ែត្រនិង BC ស្មើ 5 សង់ទីម៉ែត្រដែលគេឲ្យចម្លើយថាកត្រីកោណកែងត្រង់ A ខត្រីកោណកែងត្រង់ C និងគត្រីកោណកែងត្រង់ B អញ្ចឹងមានន័យថានៅក្នុងលំហាត់នេះត្រីកោណ ABC វាប្រកាសជាត្រីកោណកែងហើយអញ្ចឹងយើងគ្រាន់តែមើលនៅក្នុងសមត្ថកម្មដែលគេឲ្យគឺគេឲ្យ AB ស្មើនឹង 3 សង់ទីម៉ែត្រ AC ស្មើនឹង 4 សង់ទីម៉ែត្រនិង BC ស្មើ 5 សង់ទីម៉ែត្រដូច្នេះ BC គឺជា hypotenuse ហើយមុំដែលឈមជាមួយនឹង BC នោះគឺជាមុំ A អញ្ចឹងយើងអាចសន្មតថាគឺត្រីកោណនេះគឺជាត្រីកោណកែងត្រង់ចំណុច A ដែលមានមុំ A ជាមុំកែងរ៉ូម៉ាំងទី 2 ចូលសម្រួលកន្សោមខាងក្រោមបាទគេឲ្យ A ស្មើនឹងឬការ៉េនៃ 81x ការ៉េបូកជាមួយនឹង 18x បូកនឹង 1 B ស្មើឬការ៉េនៃ 16x ការ៉េបូក 40x yបូក 25y ការ៉េបាទចំពោះលំហាត់នេះដែរខ្ញុំសូមកែចំពោះលំហាត់ B ចំណែកឯលំហាត់ A ទុកសម្រាប់ឲ្យអ្នកទាំងអស់គ្នាព្យាយាមធ្វើនៅផ្ទះដោយខ្លួនឯងបាទ B គឺ 16x ការ៉េបូក 40x y បូកជាមួយនឹង y ការ៉េបូកជាមួយនឹង 25y ការ៉េបាទអញ្ចឹងដើម្បីសម្រួលកន្សោមចេញពីរាឌីកាល់នេះបានគឺយើងប្រើរូបមន្ត A បូក B លើកជាការ៉េស្មើនឹង A ការ៉េបូក 2 ដង AB បូក B ការ៉េនិងរូបមន្តមួយទៀត A ដក B លើកជាការ៉េស្មើនឹង A ការ៉េដក 2 ដង AB បូកនឹង B ការ៉េបាទគឺចំពោះលំហាត់នេះគឺវាមិនអាចរួចផុតពីរូបមន្តទាំងពីរនេះបានទេអញ្ចឹងយើងអាចបំបែកវាបានឲ្យចូលឯកលក្ខណៈភាពដែលខ្ញុំបានបង្ហាញនេះអញ្ចឹងនៅក្នុងនេះ 16x ការ៉េខ្ញុំអាចសេបានថា 4x លើកជាការ៉េចំណែកតួកណ្ដាលយើងកុំទាន់អាចធ្វើយើងធ្វើនៅតួខាងចុងសិន 25x ការ៉េ y ការ៉េគឺយើងអាចសេបានថា 5y លើកជាស្វ័យគុណការ៉េបាទអញ្ចឹងមានន័យថា2 ដង AB យើងគឺយើងចំនួនតែម្ដងមក 4x បូកជាមួយនឹង 5y ក្នុងករណីធ្វើបែបនេះគឺយើងងាយស្រួលបើសិនជាយើងបំបែកតួកណ្ដាលនេះដោយមុនតួខាងចុងនេះគឺយើងពិបាករកនឹកតម្លៃលេខក្នុងការចំនួនចូលអញ្ចឹងយើងអាចសេបានថា A ការ៉េបូក 2 ដង AB បូក B ការ៉េនេះអាចសេបានថា 4x បូក 5y លើកជាការ៉េនៅពេលនេះខ្ញុំអាចសម្រួលរាឌីកាល់ជាមួយនឹងស្វ័យគុណនឹងបានចេញមកបានតម្លៃដាច់ខាតនៃ 4x បូក 5y ហេតុអ្វីបានជាចម្លើយនៃឬការ៉េចេញមកជាប់ជាមួយនឹងតម្លៃដាច់ខាតដែលមានអថេរនៅខាងក្នុងវាបាទក្នុងករណីនេះដែរដោយសារតែតម្លៃអថេរនៅខាងក្នុងនេះយើងមិនដឹងថាវាជាចំនួនវិជ្ជមានឬក៏អវិជ្ជមានទេអញ្ចឹងនៅពេលរាល់ដែលចម្លើយចេញមកគឺយើងត្រូវតែភ្ជាប់ជាមួយនឹងតម្លៃដាច់ខាតបាទចំពោះក្នុងរ៉ូម៉ាំងនេះដែរគឺខ្ញុំសូមកែចំពោះតែលំហាត់កតែប៉ុណ្ណោះចំពោះលំហាត់ខហើយនឹងកសូមបងប្អូនធ្វើនៅផ្ទះដោយខ្លួនឯងក4កតាឲ្យ 2x បូក 3 លើកជាស្វ័យគុណ 2 ដកឲ្យ 9 x ដក 1 លើកជាស្វ័យគុណ 2 បាទចំពោះលំហាត់នេះផងដែរគឺគេឲ្យយើង
ចាប់ជាផលគុណកតាអញ្ចឹងយើងមិនត្រូវបំបែករាល់កន្សោមណាដែលនៅក្នុងនឹងនោះទេគឺមុនដំបូងយើងត្រូវធ្វើវាឲ្យទៅជារាង a ការ៉េដក b ការ៉េស្មើនឹង a បូក b កតាឲ្យ a ដក b ឬក៏ a ដក b កតាឲ្យ a បូក b គឺដូចគ្នាអញ្ចឹងនៅពេលនេះខ្ញុំអាចសរសេរបានថា2កតាឲ្យ 2x បូក 3 ទាំងអស់នេះលើកស្វ័យគុណ2ដកឲ្យ3កតាឲ្យ x ដក 1 ទាំងអស់លើកស្វ័យគុណ2បាទឥឡូវនេះវាចូលរាង a ការ៉េដក b ការ៉េហើយអញ្ចឹងខ្ញុំអាចសរសេរបានថា2កតាឲ្យ 2x បូក 3 បូកជាមួយនឹង3កតាឲ្យ x ដក 1 បាទកតាឲ្យ a ដក b ម្ដងគឺ2តើ 2x បូក3ដកនឹង3កតាឲ្យ x ដក 1 បាទបន្តមកទៀតយើងចាប់ផ្ដើមគុណពលាតនៅក្នុងគ្នាបនេះយើងអាចបាន 4x បូក6បូក 3x ដក 3កតាឲ្យ 4x បូក6ដក 3x បូក3បាទយើងចាប់ផ្ដើមទូទាត់អថេជាមួយអថេតម្លៃលេខជាមួយនឹងតម្លៃលេខគឺយើងបាន 7x បូក3កតាឲ្យ x បូក9បាទនេះគឺជាចម្លើយឥឡូវករណីបើសិនជាប្អូនមិនចងចាំនៅរូបមន្ត a ការ៉េដក b ការ៉េទេប៉ុន្តែប្អូនអាចធ្វើការពន្លាតបានអញ្ចឹងសូមប្អូនពន្លាតវានៅពេលដែលប្អូនអត់ចេះសូមកុំទុករំហាត់នឹងចោលគឺយើងចេះចេះវិធីសាស្ត្រអីគឺយើងធ្វើវិធីសាស្ត្រដោយរបស់យើងមកបាទឧទាហរណ៍ថានៅក្នុងលំហាត់នេះបើសិនជាប្អូនចេះរបៀបពន្លាតគឺយើងពន្លាតមកឧទាហរណ៍14កតាឲ្យ 2x បូក3លើជាការ៉េដកឲ្យ9x ដក1លើជាការ៉េអញ្ចឹងសូមប្អូនចាប់ផ្ដើមពន្លាតមក4កតាឲ្យនេះវាចូលរាង a បូក b លើជាការ៉េគឺយើងបាន a ការ៉េគឺយើងបាន 4x ការ៉េបូកឲ្យ2ដង a b បាន 12x បូកនឹង9ដកឲ្យ9កតាឲ្យ x ការ៉េដក 2x បូក1បាទបន្តមកទៀតយើងចាប់ផ្ដើមគុណពលាតវងកញ្ចក់នេះយើងបាន 16x ការ៉េបូកជាមួយនឹង 48x បូកជាមួយនឹង 36ដក 9x ការ៉េបូកនឹង 18x ដក 9បាទយើងទូទាត់ជាមួយនឹងដឺការ៉េអថេដែលមានដឺការ៉េដូចគ្នាហើយនឹងអថេជាមួយអថេដូចគ្នានឹងតម្លៃលេខដូចគ្នាបាទ 16x ការ៉េជាមួយដកនឹង 9x ការ៉េបាន 7x ការ៉េបាទចំពោះ 48x បូកជាមួយនឹង 18x គឺយើងបាន 66x 36ដកនឹង9បានបូក27បាទអញ្ចឹងករណីនេះដែរបើសិនជាប្អូនចង់បំបែកវាជាផលគុណកតាយើងអាចប្រើបានពីររបៀបបន្ថែមទៀតទី1វិធីគុណខ្វែងទី2វិធីបន្ថែមឬបន្ថយតួអញ្ចឹងក្នុងករណីនេះខ្ញុំសូមបញ្យល់អំពីការចាប់ផលគុណជាកតាតាមរបៀបគុណខ្វែងបាទតាមរបៀបគុណខ្វែងអញ្ចឹងនៅពេលដែលរៀងបែបនេះគឺយើងយកតួដំបូងនេះយកមកបំបែក 7x ការ៉េខ្ញុំអាចសរសេរបានថា 7x គុណជាមួយនឹង x បាទហើយ27គឺខ្ញុំអាចសរសេរបានថា3គុណនឹង9ប៉ុន្តែមុននឹងសរសេរយើងធ្វើលៃលោកយ៉ាងណាឲ្យយើងគុណទៅបូកចូលវិញឲ្យស្មើនឹងតម្លៃតួកដាលបាទអញ្ចឹងយើងអាចសរសេរបានថា3ខាងក្រោម9ខាងលើវិញនៅពេលនេះខ្ញុំចាប់ផ្ដើមគុណ x គុណនឹង9ស្មើនឹង 9x 7x គុណនឹង3បាន 21x បាទនៅពេលដែលខ្ញុំបូកចូលគ្នាទៅគឺវាស្មើនឹង 30x ដូច្នេះវាអត់ស្មើនឹងតម្លៃតួកដាលនេះទេបាទអញ្ចឹងយើងចាប់ផ្ដើមបដូរវិញដាក់3ខាងលើវិញ9នៅខាងក្រោមវិញបាទស្មើ3គុណ x យើងបាន 3x 7x គុណនឹង9យើងបាន 63x បាទនៅពេលនេះខ្ញុំបូកចូលគ្នាមកគឺបាន 66x បាទវាស្មើនឹងតម្លៃតួកដាលអញ្ចឹងនៅពេលដែលយើងគុណបូករួចហើយស្មើតម្លៃតួកដាលយើងអាចទាញយកតម្លៃលើនេះចាប់ជាកតាហើយជាមួយនឹងតម្លៃនេះចាប់ជាកតាអញ្ចឹងយើងអាចបានសរសេរថាវាស្មើនឹង 7x បូក3កតាឲ្យ x បូក9នេះជាចម្លើយ